computer បាន គឺយើង connect ពី computer បាទចូលទៅក្នុង camera បាទអញ្ចឹងគឺយើងអាច connect បានបាទគឺបើកហើយឥឡូវខ្ញុំសូមបើក computer ដើម្បីបង្ហាញបាទបាទអញ្ចឹងកម្មវិធីហ្នឹងមានឈ្មោះថា U spell T I L I T Y បាទអញ្ចឹងគឺយើងត្រូវវាយអក្សរ EOS ពីខាងមុខ EOS ដក clear utility បាទអញ្ចឹងគឺ free download យើងយក free download មកបាទកម្មវិធីហ្នឹងគឺនៅ Google បាទអញ្ចឹងខ្ញុំសូមថត screen សិនបាទខ្ញុំសូមថត screen បាទ screen ហ្នឹងគឺត្រូវទៅដាក់នេះបានថតជាប់ត្រូវទៅដាក់បាទដោយសារតែ space នៅក្នុង computer ខ្ញុំគឺវាតិចអញ្ចឹងខ្ញុំប្រើ hard disk នេះគឺ 4T បាទដើម្បីថត screen ខ្ញុំអត់សូវមានពេលធ្វើវីដេអូទេប្រិមិត្តបាទអញ្ចឹងគឺសត្វរួយច្រើនណាបាទនៅក្នុងនេះដោយសារតែភ្លៀងនៅខាងក្រៅអញ្ចឹងវារត់ចូលក្នុងបាទតាមពូជអត់បានបិទបាទអញ្ចឹងគឺខ្ញុំសូមថត screen សិនបាទអញ្ចឹងគឺ screen ហាត់ត្រៃកំពុងដើរបាទខ្ញុំសូមថតបាទអញ្ចឹងគឺ EOS utility download free for Windows 10 7 8 8.1 34 bit បាទអញ្ចឹង64 bit ឬក៏32 bit អីហ្នឹងបាទយើងចុច click លើវាមកបាទហើយបន្ទាប់មកគឺវាចេញមកថា free download បាទ free download ស៊ីត្រឹមតែ 102.48 MB ទេអញ្ចឹងយើងអាច download យកមកតម្លើងនៅក្នុង computer យើងដើម្បីភ្ជាប់ទៅក្នុងកាមេរ៉ាបាទអញ្ចឹងខ្ញុំសូមប្រាប់តែប៉ុណ្្នឹងទេអំពីកម្មវិធីរបស់វាហ្នឹងហើយឥឡូវយើងទៅមើលនៅក្នុងកាមេរ៉ាបាទយើងដល់ពេលយើងតម្លើងហើយយើង connect ជាមួយកាមេរ៉ាយើងអញ្ចឹងយើងអាចបើកមកគឺវាមាន 3.3 នេះគឺយើងយកចំណុចទី 2 គឺ remote shooting យើង click លើវាមកបន្ទាប់មកវាចេញរូបមន្តមកទៀតហើយបាទរូបមន្តមកទៀតហើយគឺកម្មវិធីឬក៏ function របស់កាមេរ៉ាហ្នឹង EOS 80D បាទអញ្ចឹងគឺយើងចុចនៅខាងក្រោមនេះគេដាក់ថា live view shoot បាទយើងចុចលើវាមកកាមេរ៉ានឹងបើកបាទអញ្ចឹងខ្ញុំសូមបញ្ជាកាមេរ៉ានឹងបន្តិចបាទបាទអញ្ចឹងកាមេរ៉ាវានឹងបើកបាទនៅពេលដែលបើកមកយើងបរិចមកគឺឃើញនៅក្នុង computer នេះបាទអញ្ចឹងកាមេរ៉ានឹងអត់ត្រង់ទេមើលយើងអាចសេរីនៅក្នុងនេះបានបាទដើម្បីឲ្យវាត្រង់សូម្បីតែខ្ញុំឈរខ្លួនឯងហ្នឹងក៏មិនត្រង់ខ្លួនផងប្រិមិត្តបាទអញ្ចឹងពេលខ្លះគឺឈរអត់ត្រង់ខ្លួនបាទហូចំមកបាទត្រង់ហើយអញ្ចឹងយើងអាចមើលឃើញប្រសិនបើយើងអត់មាន monitor ទេគឺយើងអាចមើលនៅក្នុង computer យើងបានយើងផលិតជាភាពយន្តផលិតជា movie អីផ្សេងគឺយើងអាចមើលនៅក្នុងនេះបានបាទអញ្ចឹងគឺវាឃើញនៅខាងនោះតូចយើងអាចមើលនៅខាងនេះគឺឃើញធំបាទអញ្ចឹងខ្ញុំសូមពវិលកាមេរ៉ាមកខាងនេះបាទយើងឃើញហើយបាទគឺកាមេរ៉ាវិលបាទអញ្ចឹងឃើញខ្ញុំបាទឃើញហើយបាទប្រិមិត្តបាទអញ្ចឹងគឺយើងអាចឃើញនៅក្នុងកាមេរ៉ានេះបាទអញ្ចឹងគឺដាក់នៅក្នុង computer នេះគឺវាធំអញ្ចឹងគឺយើងអាច connect ចូលជាមួយទូរស័ព្ទក៏បានដែរទូរស័ព្ទនេះបាទអញ្ចឹងខ្ញុំសូមទៅយកដុំវាសិនអញ្ចឹងគឺ
dương connectជាមួយអាដុំហ្នឹងចូលទៅក្នុងទូរស័ព្ទដូចគ្នាបាទអញ្ចឹងគឺវាបង្ហាញដូចគ្នាទេបាទយើងបើកទូរស័ព្ទយើងមកបាទអញ្ចឹងទូរស័ព្ទប្រភេទអីក៏ដោយឲ្យតែមានដូចនឹងដោតចូលហើយយើងអាច download កម្មវិធីវាបានបាទខ្ញុំ scan មុខសិនបាទពាក់វ៉ែនតាវាឲ្យទេអញ្ចឹងទៅដោះវ៉ែនតាចេញបានឲ្យបាទដោយសារតែដាក់កម្មវិធី scan មុខដើម្បីដោះសោចឹងកម្មវិធីនៅក្នុងទូរស័ព្ទហ្នឹងគឺខ្ញុំបានបង្រៀនថ្ងៃមុនហើយគឺ EOS Remote បាទយើងឥឡូវខ្ញុំសុំដោះពីក្នុងកុំព្យូទ័រអញ្ចឹងនៅពេលដែលខ្ញុំដោះគឺអត់មានរូបទេបាទគឺបាត់រូបបាទគឺវានៅឆ្កឹងវារត់បាត់អញ្ចឹងគឺយើងដោតចូលទៅក្នុង smartphone យើងវិញបាទប្រសិនបើយើងអត់មានកុំព្យូទ័រយើងអាចប្រើ smartphone ជំនួសបាទអញ្ចឹងយើងបើកកម្មវិធីវាមកបាទ Canon បាទចឹងវាអត់ទាន់ support ទេខ្ញុំសុំថត screen សិនកម្មវិធីថត screen បាទចឹងយើង download មកបានកម្មវិធីថត screen នៅក្នុងទូរស័ព្ទក៏ដូចគ្នាដែរវាយើងអាច download បានគឺឈ្មោះថា Mobizen បាទ Mobizen យើង start down start មកបាទចឹងយើងចាប់ផ្ដើមថតចឹងយើងទៅមើលបាទនៅក្នុងកាមេរ៉ាយើងវិញនេះមិញខ្ញុំប្រាប់ខុសអំពី app DSLR Control Plus បាទយើងdownload app ហ្នឹងមកហើយយើងបើក app ហ្នឹងមកគឺវា load ចេញមកបាទអញ្ចឹងយើងអូខេមកបន្ទាប់មកគឺវា load បែបនេះបាទវា load បែបនេះយើងចុចLV off យើងចុចលើវាហ្នឹងមកដើម្បីឲ្យវា on បាទដើម្បីឲ្យវាបើកយើងចុចមកអញ្ចឹងគឺយើងឃើញហើយបាទរូបចេញពីកាមេរ៉ាចូលទៅក្នុងទូរស័ព្ទបាទអញ្ចឹងដោយសារតែខ្ញុំអត់មានពេលសម្រាប់ផលិតវីដេអូអីច្រើនទេគឺខ្ញុំផលិតទុកនៅក្នុងកុំព្យូទ័ររបស់ខ្ញុំអត់ទាន់បង្ហាញចូលឬក៏អាប់ឡូតចូលទៅក្នុង YouTube ទេនៅពេលដែលខ្ញុំត្រឡប់ទៅកម្ពុជាវិញខ្ញុំនឹងអាប់ឡូតចូលវីដេអូទាក់ទងអំពីការប្រើប្រាស់កាមេរ៉ាការកាត់តបាទកម្មវិធីធម្មតាយើងថតនៅក្នុងទូរស័ព្ទឬនៅក្នុងកាមេរ៉ាយើងអាចយកទៅផុសបានទេដោយសារវាស៊ីមេធំហើយវា color អីយើងកែអត់ទាន់រួចរាល់យើងថតផុសមកវាអត់មានស្អាតពណ៌ color អីផ្សេងហ្នឹងគឺវាអត់ស្អាតទេអញ្ចឹងគឺយើងតម្រូវកាត់តទៀតបាទកាត់តហើយយើងលេង style លេង mode ហើយសប្តាហ៍ថ្ងៃខ្ញុំគាត់តែថតយកមកខ្ញុំគាត់ដាក់ពណ៌ដាក់អីតិចឲ្យកាត់ភ្ជាប់គ្នាខ្ញុំអត់លេង style លេងអីច្រើនអញ្ចឹងទៅវីដេអូរបស់ខ្ញុំគឺសាមញ្ញទេប៉ុន្តែបើយើងលក្ខណៈធ្វើបែបអាជីពគឺយើងត្រូវផលិតវាឲ្យមានស្តង់ដារគឺប្រើពេលមួយអាទិត្យដើម្បី review វីដេអូយើងមើលបាទអញ្ចឹងយើងមើលវីដេអូយើងថាវាខុសកន្លែងណាត្រូវកន្លែងណាវាស្អីផ្សេងបាទអញ្ចឹងគឺយើងអាចកាត់តឲ្យវាមានស្តង់ដារបានវាយអក្សរវាយអីចូលដាក់ animation បាទសារុយច្រើនណាស់បាទអញ្ចឹងយើងអាចដាក់ animation ដាក់ effect ដាក់អីផ្សេងបាទsound បាទដាក់ផ្សេងច្រើនទៀតយើងអាចភ្ជាប់ជាមួយនឹងកម្មវិធីកាត់តដើម្បីឲ្យវីដេអូយើងមើលទៅគឺថាមានភាពទាក់ទាញអញ្ចឹងការថតរូបនៅក្នុងទូរស័ព្ទដៃក៏យើងអាចថតបានបាទសម្រាប់ពួក smartphone បច្ចុប្បន្ននេះគឺមានគុណភាពកាមេរ៉ាវាគឺធំចាប់ពី12 megapixel ឡើងបាទគឺយើងអាចថតរូបបានស្អាតបាទរូបមានស្តង់ដារបាទអញ្ចឹងយើងអាចផលិតវីដេអូបើសិនបើយើងអត់មានកាមេរ៉ាលុយទិញកាមេរ៉ាថ្លៃអីទេយើងអាចថតនឹង smartphone យើងបើយើងមាន smartphone អីប៉ុន្តែការថតនេះអត់មានកាន់អង្គើបែបនេះណាការថតគឺយើងថតលក្ខណៈបែបថាឈរឲ្យមានលំនឹងហើយចាប់ផ្ដើមថតលក្ខណៈកាន់ដៃនេះឲ្យស្មើទៅនឹងអ្វីបាទ subject ដែលយើងចង់ថតចង់អីអញ្ចឹងគឺវីដេអូយើងមើលមកគឺវាអត់អញញើអីចឹងណាអញ្ចឹងគឺធ្វើឲ្យវីដេអូយើងនឹងមានគុណភាពគេថាថតដូចអ្នកអាជីពដែរយើងមើលរឿងកុនរឿងអីបាទរឿង Hollywood រឿងអីរឿងលក្ខណៈគេថត smooth បាទទៅមុខអញ្ចឹងថយមកក្រោយអញ្ចឹងបាទគឺលក្ខណៈអត់អង្គើទេអញ្ចឹងទោះតែវីដេអូនឹងរត់បានមានលក្ខណៈអង្គើខ្លះប៉ុន្តែបើសិនបើវីដេអូខ្លះរត់គឺគេប្រើនេះទោះជារត់ក៏ដោយក៏វាអត់អង្គើខ្លាំងដែរបាទអញ្ចឹងគឺគេប្រើអាហ្នឹងគេប្រើអា stabilizer ឬក៏អា gimbal ហ្នឹងបាទអញ្ចឹងគឺគេប្រើអាហ្នឹងដើម្បីឲ្យ
video ឬក៏ phim ដែលគេផលិតចេញមកហ្នឹងគឺមានស្តង់ដាវាអត់មានអង្គើញាក់ងើគឺពិបាកមើលមែនតើប្រិមិត្តអញ្ចឹងវីដេអូខ្លះខ្ញុំឃើញអ្នកខ្លះឲ្យកាន់កាមេរ៉ាអញ្ចឹងកាន់ឲ្យថតអញ្ចឹងបាទអញ្ចឹងនៅពេលដែលកាន់ឲ្យថតអញ្ចឹងឧទាហរណ៍ខ្ញុំថតសិនបាទនៅពេលដែលយើងកាន់ឲ្យយើងថតអង្គើអញ្ចឹងវីដេអូយើងពិបាកមើលមែនតើមើលបានតែយើងទេតែដល់ពេលយើងផុសយកឲ្យអ្នកដទៃមើលគឺពិបាកមើលអញ្ចឹងវីដេអូដែលចង់ថតបែបលក្ខណៈស្តង់ដាបាទផលិតលក្ខណៈស្តង់ដាបាទគឺគេដាក់ផ្ដេកទូរស័ព្ទដើម្បីឲ្យរូបភាពហ្នឹងវាពេញ screen បាទដោយសារតែ screen នៅក្នុងកុំព្យូទ័រនៅក្នុងទូរទស្សន៍ភាគច្រើនគឺផ្ដេកបាទអញ្ចឹងទំហំបណ្ដោយវាគឺវាវែងជាងតតឹងបាទតតឹងហ្នឹងគឺខ្លីទេអញ្ចឹងឧទាហរណ៍ថា1080គុណនឹង1920អញ្ចឹងទៅបាទអញ្ចឹងគឺទំហំវីដេអូយើងគឺទៅតាមនឹងដែរអញ្ចឹងការផលិតវីដេអូគឺលក្ខណៈបច្ចុប្បន្នយើងឃើញស្រាប់ហើយសូម្បីតែទូរស័ព្ទក៏ផ្ដេកដែរអញ្ចឹងអ្នកមើលវីដេអូភាគច្រើនគឺគាត់មើលប្រឈរយើងលក្ខណៈបែបផលិតពួក TikTok គេហៅ TikTok ហ្នឹង TikTok បាទនៅក្នុងវីដេអូហ្នឹងគឺគេលក្ខណៈថតប្រឈរទេពួក TikTok អ្នកថត TikTok ហ្នឹងបាទប៉ុន្តែសម្រាប់ការថតភាពយន្តគឺគេថតប្រដេកបាទថតវីដេអូអ្វីផ្សេងទិដ្ឋភាពអីផ្សេងគឺគេថតប្រដេកចេះដើម្បីឲ្យរូបហ្នឹងវាធំបាទវាធំហើយវាថតបានទំហំធំដូចគ្នាមានន័យថតបាន full frame បាទគឺ full frame បាទអញ្ចឹងគឺថតបានធំយើងថតលក្ខណៈបែបបាទអញ្ចឹងកុំព្យូទ័រនឹងវា load បាទដោយសារតែវាចប់ការថតអញ្ចឹងគឺយើងថតបែបនេះបាទអញ្ចឹងការថតប្រឈរនេះគឺថតបានរូបតូចទេបានតែទំហំមនុស្សទេបាទថតចេះគឺយើងអាចថតបាន full background នៅខាងក្រោយហ្នឹងគឺ full តែម្ដងយើងមើលឃើញស្រាប់ហើយបាទគឺថតបានពេញអញ្ចឹងគឺធ្វើឲ្យរូបថតរូប film ដែលយើងផលិតមកគឺវាធំល្អអញ្ចឹងជៀសវាងការថតប្រឈរចេះដាក់ទៅក្នុង YouTube ដោយសារតែរូបវាតូចពេកបាទអញ្ចឹងបើសិនមកយើងចង់ផលិតភាពយន្តផលិតចម្រៀងអីយើងថតប្រឈរផ្ដេកមកដើម្បីឲ្យរូបហ្នឹងវាធំបាទអញ្ចឹងគឺវាធំមកគឺអ្នកដែលគាត់មើលហ្នឹងគឺគាត់ត្រូវផ្ដេកទូរស័ព្ទដែរបាទអញ្ចឹងបើគាត់មើល TikTok គឺគាត់ប្រឈរប៉ុន្តែបើយើងមើលចម្រៀងគេគឺយើងផ្ដេកអញ្ចឹងហើយដើម្បីឲ្យរូបហ្នឹងវាពេញអេក្រង់បាទអញ្ចឹងគឺវីដេអូថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទអរគុណសម្រាប់ការតាមដានទស្សនាបាទថ្ងៃក្រោយខ្ញុំនឹងបង្រៀនផ្សេងទៀតបាទ